តោះបងប្អូន share វីដេអូនេះមួយទុកធ្វើតាមថ្ងៃក្រោយអញ្ចឹងដំបូងគឺមានពុំមួយដែលយើងធ្វើអំពីក្តារឬក៏ឈើអញ្ចឹងណាធ្វើពុំធំមួយហើយយើងមានពុំតូចមួយនេះដាក់ខ្សាច់ចូលទៅក្នុងពុំតូចហ្នឹងបង្ហាប់វាឲ្យណែនហើយដាក់ពុំធំចូលទៅក្នុងពុំតូចលាយស៊ីម៉ង់ដើម្បីយកទៅចាក់នៅក្នុងអាពុំធំហ្នឹងរួចចាក់ស៊ីម៉ង់បន្ថែមទៀតដាក់សំណាញ់ដែកប៉ុន្តែសំណាញ់ដែកនេះយើងត្រូវកាត់រុនកដាលផងដើម្បីយើងដាក់ស៊ីម៉ង់បន្ថែមពីលើសំណាញ់ដែកហ្នឹងហើយយើងចាប់ផ្ដើមចោះរុនមួយទុកធ្វើជារុនរបស់ផើងហើយយើងកាត់ស្នោរាង4ជ្រុងយកមកដាក់ប្រឈើ3បែបនេះហើយពេលដែលយើងដាក់ហើយយើងបន្ថែមខ្សាច់ឲ្យជិតពេញទៅនៅសល់ចន្លោះគឺយើងដកស្នោ3នឹងចេញមកដែលយើងដាក់ប្រឈើហ្នឹងចាក់ស៊ីម៉ង់ចូលដើម្បីភ្ជាប់ធ្វើជើងផើងហើយយើងដាក់ដែកលួសឬក៏ដែកអីចូលបន្ថែមទៀតដើម្បីឲ្យផើងរឹងមាំហើយបន្ទាប់មកទៀតយើងចាក់ស៊ីម៉ង់ឲ្យពេញទៅទុកវាហាលឲ្យស្ងួតពេលហាលស្ងួតរួចរាល់ហើយយើងកាយខ្សាច់ចេញមកដោះពុំយើងចេញទៅដោះពុំឈើនឹងចេញហើយខ្សាច់នៅខាងក្នុងហ្នឹងកាយខ្សាច់នឹងចេញឲ្យអស់ទៅអញ្ចឹងខ្សាច់ទាំងអស់ហ្នឹងគឺយើងសម្អាតវាឲ្យបានស្អាតល្អហើយបងប្អូនអាចយកទៅលាបថ្នាំនៅលើផើងហ្នឹងដើម្បីបង្កើនសោភ័ណភាពនៅលើផើងរបស់យើងបន្ថែមទៀតរឹតតែល្អរួចយើងយកទៅដាំកូនរុក្ខជាតិបានយ៉ាងស្រស់ស្អាតតែម្ដងអរគុណជួបគ្នាវីដេអូក្រោយ